នៅក្នុងភាគមុនហ្នឹងខ្ញុំឆ្លើយសំណួរប្រិមិត្តតាក់ទងនឹងស្ពានគោកនៅក្រាដែលពីដើមឡើយគេចង់ជីកព្រែកក្រាណាស្ពានគោកនៅក្រានេះគឺជាផលប្រយោជន៍មហាសាលចំពោះប្រទេសចិនបើមើលសភាពតាក់ទងគ្នារវាងចិនកម្ពុជានិងចិនថៃបើផែនការស្ពានគោកនៅក្រានេះដំណើរការទៅមុខបង្ហាញឲ្យឃើញថាគ្មានថ្ងៃដែលចិនមកកាន់ជើងលោកហ៊ុនសែនទេគឺលោកហ៊ុនសែនត្រូវចិនចាត់ទុកថាជាសម្បកចេកនៅពេលដែលចិនឃើញផលប្រយោជន៍មហាសាលនិងសន្តិសុខជាតិរបស់ចិនខ្លាំងក្លាណាស់បើសិនជាថៃសៀមនេះព្រមព្រៀងដំណើរការទៅមុខរឿងព្រែកជីកក្រានេះដែលគេឈប់ជីកព្រែកគេហៅថាស្ពានគោកក្រាអញ្ចឹងអត្ថបទខ្ញុំលើកនេះដាក់ថាសៀមចាប់ចិនខ្មែរតែជាប់ក្បិនចាប់ខ្មោចត្រង់នេះពួកអាស៊ីជោវាខឹងប៉ុន្តែបើបងប្អូនមិនស៊ីជោទេដឹងថាខ្ញុំចង់ប្រាប់បងប្អូនក៏ដូចជាប្រាប់លោកហ៊ុនសែនថាខ្មែរណាសៀមចាប់ចិនខ្មែរជាប់ក្បិនចាប់ខ្មោចដល់បានទេអញ្ចឹងលោកហ៊ុនសែនត្រូវតែប្រញាប់បើសិនជាលោកហ៊ុនសែនគិតឃើញថាស្នៀតចាស់កំរិលរបស់គាត់ហ្នឹងអាចប្រកួតប្រណាំងជាមួយនឹងសៀមឈ្នះខ្ញុំថាតឹងហើយអញ្ចឹងសៀមចាប់ចិនខ្មែរត្រូវតែខំប្រឹងកុំឲ្យជាប់ក្បិនប្រយ័ត្នចាប់ខ្មោចបងប្អូនយល់ថាខ្ញុំនិយាយអាក្រក់ឬនិយាយល្អឆ្លើយបន្តិចមើលខ្មែរចាប់ចិនមានសៀមចាប់ចិនខ្មែរជាប់ក្បិនចាប់ខ្មោចមនុស្សចូលស្រែកជ័យយោចាប់ខ្មោចណាអានឹងអញ្ចឹងហើយបើសិនណាជាគម្រោងស្ពានគោកនេះដំណើរការទៅមុខណាបើស្ពានគោកនេះវាដំណើរការទៅមុខណាវាជាសង្គ្រាមសេដ្ឋកិច្ចដែលកម្ពុជាត្រូវខំប្រឹងច្បាំងជាមួយអ្នកណាច្បាំងជាមួយនឹងចិនឬក៏ច្បាំងជាមួយអ្នកណានេះគឺជាការជិះជាសង្គ្រាមសេដ្ឋកិច្ចដែលវាមិនចេះហើយទេណាវាមិនចេះហើយទេចឹងវាមិនចេះហើយទេវាជាសង្គ្រាមវាជា guerra economic ណាសង្គ្រាមសេដ្ឋកិច្ចអាហ្នឹងអញ្ចឹងណាបងប្អូនអត់មានចូលទេពីមួយថ្ងៃទៅមួយថ្ងៃសេចក្តីសុខចម្រើនរបស់ប្រទេសមួយពឹងទៅលើខួរក្បាលឆ្លាតវៃរបស់មេដឹកនាំណាសៀមចាប់ចិនណាខ្មែរជាប់ក្បិនចាប់ខ្មោចណាអូខេភេរិនបើសៀមចាប់ចិនហើយវាហិនហោចសៀមខ្ញុំអត់ខ្វល់ទេកូនតែឲ្យតែសៀមចាប់ចិនខ្មែរចាប់អ្នកណាមិនទាន់ចាប់ខ្មោចភេរិនសុផុន
ណាអូខេខ្ញុំតាំងពីកំឡោះមកណាកូនមិនដែលប្រៀបធៀបភាពសង្ហារបស់ខ្ញុំទៅនឹងមិត្តភ័ក្តិប្រុសខ្ញុំទេ I don't compare my handsome to my friend and colleagues ខ្ញុំមិនដែលស្លៀកពាក់អីទៅប្រៀបនឹងមិត្តភ័ក្តិខ្ញុំទេវាមានមិត្តភ័ក្តិខ្ញុំគាត់ស្លៀកពាក់អីគាត់យកមកប្រៀបធៀបនឹងខ្ញុំតែខ្ញុំស្លៀកពាក់អីអត់ប្រៀបធៀបនឹងគាត់អីកូនភេរិនសុផុនខ្ញុំដាក់ខួរក្បាលខ្ញុំស្លៀកពាក់ដោយប្រុងប្រយ័ត្នចំពោះខ្លួនខ្ញុំចង់បញ្ចប់ខ្ញុំមានពួកម៉ាក់ឡានស្ពណ៌ខោអាវហឺហាណាពីដើមពាក់ផ្លាកដៃអីនាឡិកាអីក៏ស៊ីខ្ញុំអត់ដាច់ខ្ញុំអត់ចាំបាច់ប្រកួតប្រជែងនេះខ្ញុំគិតតែពីធ្វើអីតាមខ្ញុំខិតខំខ្ញុំទិញឡានជិះមួយប៉ុនខ្ញុំអត់ប្រដូចឡានខ្ញុំទៅនឹងឡានគេទេខ្ញុំអត់ចំណាយពេលប្រដូចឡានខ្ញុំទៅនឹងឡានគេទេខ្ញុំចំណាយពេលធ្វើម៉េចឲ្យបានឡានជិះអញ្ចឹងពេលសៀមចាប់ចិនបើវាហិនហោចសៀមខ្ញុំមិនខ្វល់ខ្ញុំអត់ប្រឹងវិភាគអំពីរឿងគេនៅពេលដែលមិនយកចិត្តទុកដាក់អំពីរឿងខ្លួនទេខ្ញុំប្រាប់ប្រពន្ធខ្ញុំមកដល់កាលណាប្រពន្ធខ្ញុំនិយាយរឿងអីមួយខ្ញុំថាសាច់តែគេដែរអារឿងគេមិនអត់បាយទេអូនអើយយើងគិតតែប៉ុណ្ណេះទេពីអ្នកដៃប្រពន្ធយើងរស់ឲ្យបានសុភមង្គលកូនយើងបើបងសួរអូនឯងថាម៉ែអាមួយនោះមិនហើយអូខេមួយទៀតមិនហើយមានតាក់តមកទេអូខេចំពៅមិនហើយអូខេប្រពន្ធខ្ញុំនិយាយច្រើនចឹងខ្ញុំថា please that's all I want to know I want to know how is my children how are they doing the boy the girl ចប់ឲ្យតែខ្ញុំដឹងថាកូនខ្ញុំមានការធ្វើកូនខ្ញុំសប្បាយចិត្តអត់ជួបអំពើទុករឿងស្នេហាឬប្តីប្រពន្ធ I am happy ខ្ញុំយកពេលមកគិតប្តីប្រពន្ធខ្ញុំថាធ្វើម៉េចឲ្យប្តីប្រពន្ធខ្ញុំនឹង happy ខ្ញុំអត់មានត្រូវការទៅប្រៀបធៀបនឹងអ្នកណាទេបងប្អូនកូនចៅចូលចិត្តថាតើកម្ពុជាត្រូវការពេលប្រហែលឆ្នាំដើម្បីឲ្យដូចសិង្ហបុរីអត់ទេគិតតលតងាប់ទៅវិញក៏នៅតែលាយពីព្រោះម៉េចគិតពីរឿងថាឲ្យដូចសិង្ហបុរីបើនៅក្នុងខោអត់ដែលលាងទឹកផងសាលាមិនចូលទៅធ្វើម៉េចឲ្យដូចគេអញ្ចឹងអត់ខ្វល់ទេណាភេរិនអត់ខ្វល់ទេសៀមចាប់ចិនបើវាហិនហោចសៀមរឿងដែលសំខាន់ជាងគេគឺខ្មែរកុំឲ្យជាប់ក្បិនចាប់ខ្មោចស្អីទៅហៅថាជាប់ក្បិនចាប់ខ្មោចគឺនៅពេលដែលសៀមគេមានទីពឹងគេមានកិច្ចសហប្រតិបត្តិការនៅពេលដែលយួនគេទីពឹងគេមានកិច្ចសហប្រតិបត្តិការខ្មែរកម្ពុជាដែលតូចជាងគេតិចជាងគេត្រូវធ្វើការឲ្យច្រើនជាងគេ4ដងបានសេចក្តីថាបើសិនណាជាយួនវាធ្វើការ7ថ្ងៃខ្មែរត្រូវឈប់ឈួតធ្វើការ7ថ្ងៃដូចគេហើយបើសៀមវាធ្វើការ4ថ្ងៃខ្មែរកុំឈួតតែធ្វើការ4ថ្ងៃនៅតែធ្វើការ7ថ្ងៃហើយបើសៀមវាមានបញ្ហាផ្ទៃក្នុងវាកុំគិតរឿងវាគិតតែធ្វើម៉េចផ្ទៃក្នុងថៃវាប៉ះពាល់សៀមវាប៉ះពាល់យើងឯអត់បើវាមិនប៉ះពាល់យើងពង្រឹងផ្ទៃក្នុងយើងចុះ
បើមួយអាទិត្យយួនវាធ្វើការ50ម៉ោងខ្មែរគួរណាស់គិតអំពីធ្វើការ60ម៉ោងចុះបើយួនវាធ្វើការ48ម៉ោងហើយខ្មែរធ្វើការ50ម៉ោងកុំចូលទៅធ្វើការ48ម៉ោងត្រូវខំធ្វើការឲ្យបាន60ម៉ោងនៅពេលដែលយួនវាធ្វើការ50ម៉ោងនៅពេលដែលយួនវាធ្វើការ50ម៉ោងមួយអាទិត្យខ្មែរសួរខ្លួនឯងថាអាចធ្វើ70ម៉ោងបានទេហើយបើមានអាណាមួយវានិយាយថាណែកើតមកមួយជាតិធាតុមួយចានសបាយខ្លះទៅងាប់ទៅមិនយកទៅផងទេអ្នកណាដែលមកនិយាយផ្លុំតិចយើងណាថាកើតមកមួយជាតិធាតុមួយចានងាប់ទៅមិនយកទៅផងទេយើងកុំតបតយើងកុំបញ្យល់យើងគ្រាន់តែដឹងថាអានឹងខួរក្បាលគេហៅថា defeative mentality D ណា defeative ណាដាក់ថា defeat ក៏បាន defeat mentality គេហៅថាសតិណារលំរលាយសតិចាញ់សតិបាក់រាជ័យអ្នកណាដែលគេមកនិយាយដាក់តិចយើងថាអើយកុំខំពេកវើយកើតមកមួយជាតិធាតុមួយចានសបាយខ្លះទៅមិនងាប់ទៅយកទៅផងទេយើងកុំតបតនឹងគេកុំបញ្យល់គេយើងគ្រាន់តែដឹងថាគេប្រើកំពុងតែប្រាប់យើងគេមាន defeat mentality មិនបានគេមាន defeat mentality ពេលព្រោះយើងមិនទាន់បានជោគ